ជំរាបសួរលោកគ្រូថ្ងៃនេះផងដែរពួកខ្ញុំនឹងមក present ពីបច្ចេកទី2របស់យើងគឺនិយាយទៅជាមួយនឹង CPU អញ្ចឹងពួកខ្ញុំមកពីក្រុមទី3អញ្ចឹងមុនដំបូងឡើយខ្ញុំសូមនិយាយពី introduction អញ្ចឹងបច្ចេករបស់យើងគឺ present design អំពីទៅជាមួយនឹងចង់បង្កើតមួយ real CPU របស់យើងដែលពួកយើង build វានៅក្នុង Circuitverse Simulation Platform ដែលយើងអាច share data ឲ្យគ្នាយើងអាចប្រើ collaboration មួយគ្នាផងដែរនៅក្នុងនោះផងដែរគឺយើងបានបង្កើតទៅជា circuit ជាច្រើនមុននឹងបង្កើតបាន CPU មួយមាន sub circuit មានដូចជា8-bit register program counter multiplexer ALU ហើយនិង instruction មកពី RAM អីច្រើនទៀតហើយចំពោះគោលបំណងរបស់យើងគឺយើងចង់ build hardware sub modular design ហើយយើងតកតងជាមួយនឹង CPU ហើយតកតងជាមួយនឹង real CPU របស់យើងហើយនៅក្នុងនោះគឺយើងមាន complete ទៅលើ program មានដូចជា load មានដូចជា add មានដូចជា sub and មានដូចជា and operator ផងដែរនឹងពួកយើងប្រើទៅលើlogic gate ជាច្រើនហើយនឹងមាន clock នៅក្នុងផងដែរដើម្បីឲ្យវា alert auto ចឹងចំពោះ project planning របស់យើងចឹង project planning របស់យើងគឺយើងមានគ្នាចំនួន4នាក់មានខ្ញុំមានសេងគឹមមានជាសិនហើយនឹងមានបរមីដោយពួកយើងបែងចែកការងារគ្នាមួយគឺតាមរករៀងខ្លួនហើយខ្ញុំគឺ design ទៅលើ CPU ហើយនឹង instruction block instruction register មានជា RAM មានដូចជាអីចឹងទៅហើយនឹងសំខាន់របស់យើងគឺខ្ញុំតកតងជាមួយ report ហើយនឹង validation របស់ខ្ញុំហើយចំពោះសេងគឹមវិញគឺគាត់រ៉ាប់រងទៅលើ ALU គាត់ build ទៅលើ ALU គាត់ build ទៅលើ 8-bit buffer register ផងដែរហើយនឹងគាត់ខាង circuit hardware design មានន័យថាគាត់ខាងត្រួតពិនិត្យខាង circuit board នឹងរបស់ពួកយើងហើយមួយទៀតគឺតកតងមួយជាសិនគឺគាត់រ៉ាប់រងទៅលើ multiplexer ហើយនឹង 8-bit adjuster register ហើយមួយទៀតគឺគាត់ខាង testing ទៅលើ result ឲ្យយើងតើអាចយកជាការបានអត់តើមានចំណុចខ្វះខាតអីអត់ហើយចំពោះបងមីវិញគឺគាត់ instruction register ហើយនឹង decoder ហើយគាត់ក៏ការ testing ដែរដូចគ្នាហើយចំណុចបន្ទាប់ទៀតហ្នឹងគឺ tool ហើយនឹង resource អញ្ចឹងនៅក្នុងនេះផងដែរគឺយើង build ដោយប្រើ simulator វិញគឺទៅលើ circuit platform និង digital platform ផងដែរដែលប្រើវាដូចថាវាមានការងាយស្រួលយើងអាច collaborate គ្នាបានហើយចំពោះទំនាក់ទំនងពួកយើងមានទៅលើក្រុម Telegram ដូចជា Messenger ហើយនឹងមាន Google Doc សម្រាប់ share document ពេលយើងធ្វើ report ពេលអីចឹងទៅអាចចូលកែគ្នាទៅវិញទៅមកបានហើយនឹងមានពួកយើងស្រាវជ្រាវមួយចំនួនហ្នឹងតែតមួយសភៅដែលជា reference របស់យើងហើយចំពោះមួយទៀតតកតងជាមួយនឹង objective and goal របស់យើងអញ្ចឹង objective របស់យើងនឹងមិញហើយគឺ objective របស់យើងចង់បង្កើតជាមួយនឹងយើងមិនថា CPU មួយដែលវាដំណើរការតាមវីដេអូឬក៏តាមអីដែលលោកគ្រូចង់បានចឹងទៅហើយពួកយើងមិនត្រឹមតែប៉ុណ្ណឹងពួកយើងចង់ challenge ខ្លួនឯងតទៅជាមួយនឹងការបង្កើតនេះផងដែរអាចនិយាយថាវាមានការពិបាកហើយនឹងហើយយើងថាវាថ្មីតែពួកយើងបានព្យាយាមហើយចំពោះចំណុចបន្ទាប់ទៀតតទៅជាមួយនឹង component ហើយនឹង overview សូមជូនទៅដល់មិត្តភក្តិខ្ញុំបន្តទៀតមានសួរលោកគ្រូខ្ញុំបនមីឥឡូវនេះខ្ញុំសូមមកបន្តអំពីចំណុច component overview សម្រាប់បច្ចេក CPU របស់យើងគឺយើងបែងចែក component ទាំងអស់ជា8 part ធំៗដែលមានដូចជា register A register B file counter program counter address routing multiplexer 8-bit RAM opcode decoder instruction block ហើយនិងចុងក្រោយគេគឺ ALU core ហើយសម្រាប់ component នីមួយៗវា work បែបម៉េចហើយក៏ដូចជាការ build បែបម៉េចក្រុមខ្ញុំនឹងលម្អិតនៅចំណុច circuit បន្ទាប់ទៀតឥឡូវនេះយើងចូលមកដល់ instruction address register ឬក៏យើងហៅថា program counter អឺ
សម្រាប់ instruction address register នេះគឺវាប្រើ JK flip flop ចំនួន4ដើម្បី store address 4 bit ហើយនៅពេល enable ស្មើ0នោះ counter នឹងកើនឡើងម្ដងមួយតាម clock pulse នីមួយៗហើយចំណែកឯ reset វិញគឺយើងប្រើសម្រាប់កំណត់តម្លៃគុយទាំងអស់ហ្នឹងឲ្យទៅ0ទាំងអស់ហើយចំណែក output គុយ0ដល់គុយ3ហ្នឹងគឺបង្ហាញអំពី current address ដែលវាជួយឲ្យ CPU ហ្នឹងដំណើរការ instruction តាមលំដាប់លំដោយចូលចំណុចបន្ទាប់ទៀតគឺយើងនិយាយអំពី opcode decoder ហើយនិង decode register ដែលពួកវាទាំងនេះគឺជា part នៃ instruction decoder ដែលវាមាន4 input ហើយវាប្រើ NOT gate ហើយនិង AND gate ដើម្បីបង្កើត control signal ដូចជា load A load B store A add sub ហើយនិង AND សម្រាប់ address link 4នៅខាងក្រោមនេះវិញគឺប្រើសម្រាប់កំណត់ទីតាំង memory ឬក៏ register ដែល instruction នឹងត្រូវប្រើចឹងចំណុចបន្ទាប់ខ្ញុំនិយាយពី Prime Counter ឬក៏ Sequential Step Timing Engine ចឹង Sequential Step Timing Engine ហ្នឹងអាចមានថាជា real sequential ដោយពួកយើង combine ចូលគ្នារវាងflip flop ជាមួយនឹង decoder ដែល flip flop ជាមួយ decoder ហ្នឹងគឺ combine ចូលគ្នាទៅអាចនិយាយថា decoder flip flop ហ្នឹងគឺវា solve the real sequence អាចនិយាយថា solve the real step ពីតែឧបមាពេលវា load ទៅ step ណាមួយចឹងទៅវាចូល decoder នឹងបង្ហាញ step នៃ step បន្តចឹងទៅអានេះអាចមានន័យថាជា real sequential ដែលយើងប្រើនៅក្នុង CPU របស់យើងហើយចំពោះមួយទៀតវិញយើងនិយាយពី ALU គឺ Arithmetic Logic Unit ហើយនឹង add subsequent ចឹងនៅក្នុង ALU នេះផងដែរគឺយើងមានទៅលើ add មួយទៀត ALU add មួយទៀតតែខ្ញុំមិនបានដាក់វាចូលមកចឹង ALU add នេះមានន័យថាពេលយើងដាក់0គឺចេញ0ពេលយើងបូក1ចេញ1ចឹងឧបមាថាបើយើងដាក់អានេះចេញ0ចឹងទៅគឺវាអត់ចេញអីមកទេ output គឺអត់ចេញអីមកទេគឺវាអត់បូកបញ្ចូលគ្នាទេតែបើយើងដាក់ ALU ស្មើ1មានថាគឺយើងបូក input A input B ហ្នឹងបូកចូលគ្នាទៅគឺចេញចម្លើយប៉ុណ្ណេះតែបើយើងអត់ដាក់វាចូលគ្នាទេគឺដាក់ add ស្មើ1ទេវានឹងហើយនិយាយថាវានឹងអត់បូកបញ្ចូលគ្នាទេ output វាចេញជាតម្លៃមួយផ្សេងចឹងទៅហើយចំពោះចំណុចបន្ទាប់ទៀតគឺចូលដល់មិត្តភ័ក្តិរបស់ខ្ញុំជំរាបសួរលោកគ្រូឥឡូវនេះយើងមកបង្ហាញអំពី address routing multiplexer របស់យើងគឺជា digital circuit ដែលមានតួនាទីជ្រើសរើស input មួយចេញពី input ច្រើនហើយបញ្ជូនទៅ output តែមួយនៅក្នុង diagram នេះយើងអាចឃើញមាន input ពីរក្រុមគឺ A0 ដល់ A3 និង B0 ដល់ B3 ដែល input ទាំងនេះតំណាងឲ្យ address source ពីរផ្សេងគ្នាក្រុម A ជា address ដែលមកពី program counter វាត្រូវបានជ្រើសប្រើនៅពេល CPU ស្ថិតនៅក្នុង flip state ដើម្បីអាន instruction បន្ទាប់ពី RAM ក្រុម B ជា address ដែលមកពី instruction operate bit វាត្រូវបានប្រើនៅពេល execute state នៅពេល CPU ត្រូវ access data ក្នុង memory នៅកណ្ដាល diagram មាន logic gate ដែលគ្រប់គ្រងដោយ select signal S signal នេះជាអ្នកសម្រេចថា CPU ត្រូវបានជ្រើសរើស address ពីក្រុម A ឬក៏ក្រុម B output ចុងក្រោយគឺ S0 ដល់ S3 ដែលត្រូវបានបញ្ជូនទៅ RAM ជា final address សរុបមក multiplexer ដើរតួដូច graphic controller ដែលជួយ CPU ជ្រើស address ត្រឹមត្រូវនិងបញ្ជូនទៅ memory នៅពេលត្រឹមត្រូវបន្ទាប់មកខ្ញុំបានបន្តបង្ហាញអំពី8 bit RAM ឬក៏ random access memory RAM គឺជា memory component ដែលប្រើប្រាស់សម្រាប់រក្សាទុក instruction និង data ដែល CPU ត្រូវប្រើក្នុង execution នៅក្នុង diagram នេះយើងអាចឃើញ8 bit buffer register នៅកណ្ដាលនេះមានន័យថា RAM របស់យើងអាចផ្ទុក data បាន8 bit ឬ1 byte ក្នុងមួយ memory location ខាងឆ្វេងមាន input line X0 ដល់ X7 ទាំងនេះគឺជា data ដែលចូលទៅ RAM ខាងស្ដាំមាន output line D0 ដល់ D7 ដែលបង្ហាញ data
ដែលអានចេញពី RAM មាន operation សំខាន់ពីរទី1គឺ read operation នៅពេល CPU ត្រូវការ data RAM និងអាន data ហើយបញ្ជូនទៅ database ទី2គឺ write operation RAM នឹងទទួល data ថ្មីពី CPU ហើយរក្សាទុកវាយើងក៏មាន clock load និង reset signal ដើម្បីគ្រប់គ្រង timing និង state របស់ RAM ផងដែរសរុបមក RAM គឺជា temporary storage ដែលជួយ CPU រក្សាទុកនិងប្រើ data យ៉ាងលឿន ហើយនេះគឺជាការតេស្តទៅលើ CPU របស់ពួកយើងអញ្ចឹងយើងឃើញស្រាប់ពួកយើងមានសង្កេតទៅលើជាច្រើនមានដូចជា 8-bit buffer មាន 8-bit instruction register អញ្ចឹងទៅហើយដល់ពេលហើយគឺយើងចាប់ផ្ដើម insert sub circuit នីមួយៗហ្នឹងយកបញ្ចូលគ្នាដើម្បី combine វាឲ្យទៅជា circuit អញ្ចឹងយើងមើលមុនដំបូងឡើយគឺយើងចេញពី program control របស់យើង program control យើងហើយគឺយើងបាន connect វាជាមួយនឹង instruction add register ហើយបូកជាមួយនឹងmultiplexer ភ្ជាប់4ហើយ4ទៀតគឺយើងយកវាចេញមកពី instruction ដែលចេញមកពី output R0 R1 R2 R3 របស់ពួកយើងហ្នឹងហើយយើងមើលគឺយើងបែងចែកចេញជាពីរមាន register A register B ដោយ 8-bit buffer register នីមួយៗហ្នឹងគឺយើង connect 8-bit ចេះថា connect ពួកវាជាមួយនឹងគ្នាយើងមើលមានចំនួន 8-bit buffer register ហើយបន្ទាប់មកយើងមើលនេះ multiplexer យើងគឺ connect ជាមួយនឹង 16-bit RAM ហើយយើងមើលតទៀតយើងយកវាមក connect ជាមួយនឹង opcode decoder ហើយនឹង decoder register អញ្ចឹងបន្ទាប់មកគឺយើងបានជាយកនឹង output របស់វាផងដែរអញ្ចឹងយើងមើលទៅលើការដំណើរការរបស់យើងខ្ញុំនេះអានេះខ្ញុំអត់ដាក់លេខទេខ្ញុំសុំដាក់ជា clip clock ខ្ញុំដាក់ជា clock ដើម្បីឲ្យវា load ឲ្យ auto មកអញ្ចឹងយើងមើលជំរាបមុនដំបូងនេះវា load ទៅចូល instruction register ហើយ instruction register load មក clock ចូលទៅ register មួយហើយមើល instruction register វា load ចេញពីលេខ1មករហូតតរហូតដល់លេខ15មានថាពីមាន16 step ពី0ដល់15បន្ទាប់ពីវាបំពេញដល់15ហើយគឺវាចាប់ផ្ដើម reset មក0វិញហើយនេះគឺជា result របស់យើងតែវាអត់ទាន់ហើយនេះប្រហែលទេវានៅ output មួយទៀតខ្ញុំអត់បានដាក់វាបញ្ចូលខ្ញុំមើលនេះគឺជាដំណើរការនៃ CPU របស់ពួកយើងមានតែប៉ុណ្្នឹងទេនេះdecode register ចេញ output ទី1ហើយយើងមើលបន្តពីមួយទាំងអស់ហើយពេលលោតបន្តទៀតគឺវាចូលដល់ result ទាំងអស់វិញហើយចំពោះបច្ចេក CPU របស់ពួកយើងក៏មានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណលោកគ្រូ